ការបោះឆ្នោតនេះកើតឡើងនៅពេលដែលប្រទេសកាណាដាប្រឈមមុខនឹងសង្គ្រាមពាណិជ្ជកម្មជាមួយសហរដ្ឋអាមេរិកហើយបានអំពាវនាវពីប្រធានាធិបតី Donald Trump ឲ្យវាក្លាយជារដ្ឋអាមេរិកទី51ដែលជាបញ្ហាដែលត្រូវបានគេរំពឹងថានឹងក្លាយជាចំណុចកំពូលសម្រាប់អ្នកបោះឆ្នោតនាយករដ្ឋមន្ត្រីកាណាដាដែលទើបតែងតាំងថ្មីលោក Mark Carney បានហៅការបោះឆ្នោតភ្លាមៗដោយគ្រោងនឹងបោះឆ្នោតនៅថ្ងៃទី28 ខែមេសា វាក៏កើតឡើងរយៈពេល9ថ្ងៃបន្ទាប់ពី Carney ដែលជាបានស្បោះចូលកាន់តំណែងជានាយករដ្ឋមន្ត្រីកាណាដាបន្ទាប់ពីការលាលែងពីតំណែងរបស់ Justin Trudeau ថ្លែងនៅទីក្រុង Ottawa កាលពីថ្ងៃអាទិត្យលោក Carney បាននិយាយថាលោកត្រូវការអាណត្តិច្បាស់លាស់និងវិជ្ជមានដើម្បីដោះស្រាយជាមួយលោក Trump គាត់បាននិយាយថាយើងកំពុងប្រឈមមុខនឹងវិបត្តិដ៏សំខាន់បំផុតនៃជីវិតរបស់យើងដោយសារតែសកម្មភាពពាណិជ្ជកម្មមិនសមហេតុផលរបស់ប្រធានាធិបតី Trump និងការគំរាមកំហែងរបស់គាត់ចំពោះអធិបតេយ្យភាពរបស់យើង